សួស្តីអ្នកនរគ្នាខ្ញុំសួស្តីសូមស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃដែលខ្ញុំនឹងមកបង្រៀនអ្នកនេះពីរបៀបដាក់ mod នៅក្នុង Mojo Launcher ហ្នឹងហើយអញ្ចឹងសម្រាប់ Minecraft Mojo Launcher ហ្នឹងគឺវាស្តីងតែ Mojo Launcher របស់យើងដែរទេប៉ុន្តែវាអាច download នៅលើ Play Store បានអ្នកនេះទៅគឺវាយ៉ាងឡយដែរឥឡូវយើងចូល Play Store មកហើយចាំមកយើងវាយពាក្យថា Mojo Launcher យើងវាយ Mojo វាចេញខាងក្រោមគេនេះឃើញហើយចឹងយើងអាច download នៅ Play Store បាននេះគឺឡយដែរឥឡូវយើងចូលមកកាន់ការ mod របស់គ្នាណាគ្នាឥឡូវយើងមើល setting សិនទៅណាគ្នានេះ setting វាគឺមានអី copy Mojo Launcher នៅនេះគឺ VM ដែរហើយឥឡូវការដាក់ mod អ្នកគ្នាយើងចូល Mojo Launcher សិនហើយយើង install ឧទាហរណ៍យើងដាក់លើ Fabric យើង install Fabric version ហ្នឹងយើង install វាឲ្យសិនមកហើយដល់មកយើងមាន mod ហើយយើងចូលទៅកម្មវិធី Asset យើងមកណាចឹងយើងឧទាហរណ៍យើងមាន mod ឡើយអ្នកគេដាក់យើងមាន mod គេដាក់ mod យើងចូល Android ហើយ data មកហើយយើងចុចលើ Mojo Launcher ហ្នឹងមកហើយបន្តទៀតចុច file ហើយយើងអាចចុច Minecraft យើងដាក់ mod នៅលើ Mojo អីធម្មតាទេអ្នកគ្នាគឺយើងចុចដាក់ពាក្យនេះពេលហ្នឹង instances អីគេខ្ញុំចេះអានណានេះហើយតែមើលតាមនេះខ្ញុំចុចលើវាមកហ្នឹងអញ្ចឹងមាន version នេះនេះគេឥឡូវខ្ញុំមាន Fabric 1.21 អញ្ចឹងខ្ញុំដាក់មកខ្ញុំផាស mod នឹងចូលទៅចូលនឹងនេះ resource pack អីយើងតើផាសក្នុង version ដែលយើងលេងដែលយើងចង់លេងយើងអាចលេងបានដែរយើងអាចផាសនៅកន្លែង Minecraft ហើយយើងចូលលេងបានដែរនេះអញ្ចឹងបើអ្នកដឹងក៏ស្រួលនេះមិនបាត់ទេតែអ្នកដឹងគាត់ដឹងដាក់ mod នៅកន្លែងណានេះអញ្ចឹងគាត់ដឹងបានហើយតែអ្នកគេមើលវីដេអូនេះគឺត្រូវហើយឥឡូវចូលទៅ Minecraft វិញមកយើងចូល game ទៅអ្នកគ្នាអូខេឥឡូវមិនចំឡង game ហើយនេះ mod របស់យើងគឺដំណើរការអ្នកមើលបានអញ្ចឹងគឺប៉ុណ្ណឹងមកគឺរួចរាល់អ្នកគ្នាអញ្ចឹងការដាក់ mod នៅក្នុង Mojo Launcher គឺមានបាត់ទេគឺវាស្រួលទេហើយអ្នកគ្នាដោន Mojo Launcher នឹងលេងបានដោយសារតែវាមិនក្រោយពី Mojo Launcher ទេហើយវីដេអូខ្ញុំក៏មានក៏បានដល់ទីបញ្ចប់ដែរអ្នកគ្នាពេញចិត្តវីដេអូមួយនេះកុំភ្លេចចុច like និង subscribe ខ្ញុំអ្នកមួយផងដើម្បីជាកម្លាំងចិត្តខ្ញុំក្នុងការធ្វើវីដេអូបន្តទៀតបាយបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ